ការដោះលេខថ្មមិនអញ្ចឹងឯងគួរទៅពិនិត្យមើលកាមេរ៉ាសុវត្ថិភាពជាមុនសិនទៅទើបដឹងច្បាស់ជាងមែនទេគឺខ្ញុំជាអ្នកឃើញផ្ទាល់នឹងភ្នែកណាបងសុភ័ក្រនាងគឺជាអ្នកលួចខ្សែដៃរបស់បងភិរុននៅពេលដែលបងភិរុនចូលបន្ទប់តាំងហើយពួកយើងក៏បានឆែកឃើញខ្សែដៃនោះនៅក្នុងកាបូបនាងដែរមែនហើយសុភ័ក្រនេះម៉ារីណានិយាយជាការពិតណាមិនចាំបាច់ឆែកកាមេរ៉ាអីទេបើមានភ័ស្តុតាងនៅមុខហើយនឹងណាហើយបានហើយតោះទៅនិយាយរឿងការងារទៅខេត្តរបស់យើងវិញទៅមិនអាចទេនេះការមិននឹងអាចធ្វើរឿងថោកទាបយ៉ាងនេះបានទៅបើមើលទៅតាមទឹកមុខរបស់ម៉ារីណានិងរ៉ូសាគឺហាក់ដូចជាសប្បាយចិត្តខ្លាំងម្ល៉េះបើគ្រាន់តែភិរុនបានដេញនាងចេញភ្លាមអញ្ចឹងនោះរឿងនេះខ្ញុំត្រូវទៅធ្វើអីម្យ៉ាងហើយទៅបានខ្លាចក្រែងតែថ្ងៃក្រោយភិរុនអាចមានរឿងអីច្រើនជាងនេះទៅទៀតហេសំណាងឲ្យខ្ញុំបើនៅតែបន្តិចទៀតបាច់កាត់ទៅហើយខំតែភ័យអស់ប៊ីនៅបាច់កាត់ទៅហើយនេះសំណាងឲ្យដែលបងភិរុនមិនស្ដាប់តាមបងសុភ័ក្រកុំអីពួកយើងគឺចាប់បាត់ទៅហើយគ្នានេះក៏ភ័យមិនចាញ់ឯងដែរណាតែបងភិរុនល្ងងណាជឿពួកយើងទាំងស្រុងឥឡូវនេះនាងស្រីនិកានោះគឺខ្ទាតបាត់ទៅហើយពេលនេះយើងបានដកបន្លាចេញពីទ្រូងហើយមិនអញ្ចឹងទេក្រោយពេលកំចាត់នីកាចេញពីភិរុនបានសម្រេចរួចមកក៏ដល់ពេលអ្នកទាំងពីរត្រូវប្រជែងគ្នាដណ្ដើមភិរុនផងដែរម៉ារីណានិងរ៉ូសាកំពុងឆ្លុះកញ្ចក់តុបតែងខ្លួនពួកគេដឹងថាភិរុនមិនទាន់មានអ្នកណាជាម្ចាស់បេះដូងនៅឡើយទេដូច្នេះពួកគេត្រូវបន្តកំចាត់គ្នាឯងចេញម្នាក់ទៀតដើម្បីក្លាយជាមនុស្សតែម្នាក់ដែលភិរុនជ្រើសរើសចាប់តាំងពីនោះមកអ្នកទាំងពីរចាប់ផ្ដើមបញ្ចេញចង្កូមដាក់គ្នាជារឿយម្នាក់មានកំបិតទុកចាក់ពីក្រោយខ្នងរៀងខ្លួនរ៉ូសាឯងដឹងទេខ្ញុំតើតែដឹងថាបងភិរុននេះគេមិនចូលចិត្តមនុស្សស្រីណាដែលធ្លាប់មានប្រវត្តិមួយបង្កាច់អ្នកដតីនោះទេចុះបើថ្ងៃណាមួយខ្ញុំប្រាប់គាត់ថាគំនិតដែលលួចខ្សែដៃនោះគឺជាគំនិតរបស់ឯងតែម្នាក់ឯងតើបងភិរុននឹងមានអារម្មណ៍យ៉ាងណាចំពោះឯងទេអូម៉ារីណាគួរឲ្យអស់សំណើចណាស់ណាខ្ញុំនេះមិនមែននាងនិកាដែលឯងអាចធ្វើបាបបានតាមអំពើចិត្តនោះទេកុំគិតថាខ្ញុំល្ងងឲ្យសោះណាឯងភ្លេចហើយមែនទេថាក្នុងបន្ទប់នោះក៏មានកាមេរ៉ាដែរមែនទេវីដេអូនៃសកម្មភាពដែលឯងបានធ្វើនោះគឺស្ថិតនៅក្នុងដៃរបស់ខ្ញុំទាំងអស់ហើយបើសិនជាឯងហ៊ានហាប់មាត់ប្រាប់បងភិរុនរឿងខ្សែដៃនោះខ្ញុំនឹងផ្ញើវីដេអូឆាតរបស់ឯងទៅឲ្យគេភ្លាមចាំមើលតើអ្នកណាជាតួឯងហើយអ្នកណាគឺជាតួឈ្នានីទេហើយនាងស្រីពូវែងយើងខំជួយគ្នាដើម្បីកម្ចាត់ស្រីក្រីក្រម្នាក់នោះហើយចុះពេលនេះនាងចង់មកក្បត់យើងម្នាក់ឯងឬយ៉ាងម៉េចសម្ព័ន្ធមិត្តវាមានន័យថាសម្រាប់តែអ្នកដែលស្មោះត្រង់នឹងគ្នាតែប៉ុណ្ណោះប៉ុន្តែសម្រាប់បងភិរុនវិញនោះគាត់ត្រូវតែជារបស់ខ្ញុំហើយនាងគ្រាន់តែជាចន្ទាសម្រាប់ឲ្យខ្ញុំជន់ឡើងទៅរកគាត់តែប៉ុណ្ណោះឆាប់ដកខ្លួនចេញទៅបើមិនចង់ឲ្យរឿងអាស្រ័យដែលឯងលួចបន្លំឯកសារកេងប្រវ័ញ្ចលុយក្រុមហ៊ុនលេចចេញមកនោះណែនាងរ៉ូសាកុំមកគំរាមយើងនេះនាងឯងគិតថាខ្លួនឯងស្អាតស្អំណាស់មែនទេរឿងដែលលួចបន្លំឯកសារកេងប្រវ័ញ្ចលុយនោះក៏មានចំណែកនាងឯងដែរតែព្រោះថានាងក៏ជាអ្នកទទួលបានលៀបសការៈបន្តិចដែរនាងគិតថាគ្មានអ្នកណាគេដឹងឬយ៉ាងម៉េចហ៎តានាងធ្វើល្ងងឬប៉ັດជាល្ងងមែននាងមានផតាំងដែរទេដែលបញ្ជាក់ថាខ្ញុំបានលួចកេងប្រវ័ញ្ចលុយក្រុមហ៊ុនបានហើយខ្ញុំនេះមិនចង់រំលឹករឿងពីមុនទេខ្លាចថ្ងៃណាមួយបែបជ្រុលមាត់និយាយការពិតអស់នាងច្បាស់ជាជាប់គុកគ្មានថ្ងៃចេញមិនខានទេអញ្ចឹងហើយនាងគួរតែប្រយ័ត្នសម្ដីរបស់ខ្លួនឯងឲ្យមែនទេតែទោះជាយ៉ាងណាក៏ខ្ញុំនេះមិនចង់ឲ្យមានរឿងវែងឆ្ងាយទៀតដែរចាត់ទុកថាយើងនេះបាននិយាយគ្នាហើយទៅចុះណានៅថ្ងៃនេះអូមែនហើយខ្ញុំនេះភ្លេចថានៅមានការងារដែលត្រូវធ្វើទៀតអញ្ចឹងខ្ញុំមិនបាននៅកំដរឯងនិយាយលេងទៀតទេណាខ្ញុំតែសិនហើយប៉ាជីគួយខំមែនមិននឹកស្មានថាវាហ៊ានបោកក្បាលមកខំយើងអញ្ចឹងសោះនាងរ៉ូសាកុំឲ្យយើងនេះចាប់ចំណុចខ្សោយនាងបានឲ្យសោះណានាងចាំតុងដល់ថ្ងៃដែលភិរុននិងសុភ័ក្រធ្វើដំណើរទៅខេត្តឆ្ងាយដើម្បីស្វែងយល់អំពីសេដ្ឋកិច្ចការរស់នៅរបស់អ្នកភូមិស្រុកនិងគម្រោងបើករមណីយដ្ឋាននៅក្នុងតំបន់នោះក្រោយពេលធ្វើដំណើរតាមផ្លូវចូលមកដល់ក្នុងភូមិជនបទតូចមួយឡានរបស់អ្នកទាំងពីរក៏ស្រាប់តែមានបញ្ហាមិនអាចបន្តដំណើរទៅមុខរួចអ្នកទាំងពីរក៏ព្យាយាមទំនាក់ទំនងរកជាងដើម្បីមកជួសជុលតែក្នុងភូមិនោះមិនមានជាងជួសជុលឡានឡើយហើយសយមែនហើយថ្ងៃនេះហើយមិនក៏ខូចចំពេលនេះអញ្ចឹងនៅតំបន់នេះតើមានជាងជួសជុលឡានដែរទេណោះមើលទៅដូចជាគ្មានទេនៅក្នុងភូមិនេះនៅឆ្ងាយពីទីប្រជុំជនទៀតផងសូម្បីតែសេវាទូរស័ព្ទក៏គ្មានដែរ
ឥឡូវនេះមេឃក៏ចិត្តយប់ទៅទៀតតែយើងគួរស្នាក់នៅកន្លែងណាទៅគ្នាមើលទៅទីនេះក៏ពិបាករកកន្លែងណាឲ្យយើងស្នាក់នៅបានដែរផ្ទះសំណាក់ក៏គ្មានអញ្ចឹងមានតែសម្រាប់នៅក្នុងឡានមួយយប់សិននឹងហើយចាំព្រឹកស្អែកយើងដើរចូលទៅក្នុងភូមិទៅមើលក្រែងលោមានគេបើកការ៉ាសឡាននៅក្នុងភូមិនេះដោយមិនអាចតាក់ទងជាងមកជួសជុលឡានបាននិងមិនអាចធ្វើដំណើរទៅមុខបានទៀតអ្នកទាំងពីរក៏សម្រេចចិត្តសម្រាកនៅក្នុងឡានមួយយប់ដោះទាល់សិនលុះព្រឹកឡើងរឿងដែលភិរុននឹកស្មានមិនដល់គឺភិរុនក៏ស្រាប់តែធ្លាក់ខ្លួនឈឺគ្រុនចាញ់រហូតបាត់បង់ស្មារតីដែលត្រូវការថ្នាំនិងសម្រាកព្យាបាលជាបន្ទាន់ដឹងខ្លួនហើយមែនទេយ៉ាងម៉េចទៅហើយបានធូរច្រើនជាងមុនទេអូយអូទីនេះជាផ្ទះអ្នកណាគេហ្នឹងមិនក៏ខ្ញុំមកគេងនៅទីនេះគឺជាផ្ទះរបស់នីកាឯងឈឺគ្រុនចាញ់ដេកនៅលើគ្រែមួយថ្ងៃទៅហើយទៅតែពេលនេះទេដែលឯងអាចនិយាយបានគ្រាន់បើវិញហើយឥឡូវក្នុងខ្លួនយ៉ាងម៉េចហើយបានធូរជាងមុនហើយនៅនឹងហើយបានធូរជាងមុនបន្តិចហើយតែនៅរៀងស្រាវល្ងាបន្តិចមុននេះឯងថាម៉េចនេះជាផ្ទះរបស់អ្នកណាគេផ្ទះរបស់នីកាជាអ្នកបម្រើនៅសន្តាគាររបស់ឯងនឹងហើយពេលនេះនាងនិងឪពុកម្ដាយនាងជាអ្នកជួយឯងនឹងមើលថែឯងជាពិសេសទៀតផងឯងដឹងទេថាបបរដែលឯងញ៉ាំរាល់ព្រឹកនឹងថ្នាំដែលដាក់ក្បែរក្បាលទំនេកឯងជាស្នាដៃអ្នកណាគឺនីកាជាអ្នករៀបចំទាំងអស់នាងហាក់ដូចជាយកចិត្តទុកដាក់មើលថែឯងណាអូតែហេតុអីក៏នាងធ្វើល្អដាក់ខ្ញុំយ៉ាងនេះកាលនោះនាងត្រូវបានខ្ញុំជេរស្ដីប្រមាថនឹងដេញចេញពីការងារដោយសារតែនាងបានលួចខ្សែដៃរបស់ខ្ញុំហេតុអីពេលនេះនាងនៅតែជួយខ្ញុំអញ្ចឹងទៀតតើឯងបានឃើញផ្ទាល់នឹងភ្នែករបស់ឯងទេឬក៏ឯងគ្រាន់តែវិនិច្ឆ័យតាមសម្ដីចោទប្រកាន់របស់នាងម៉ារីណានិងនាងរ៉ូសាទេមិនក៏ពេលនោះឯងមិនឆែកកាមេរ៉ាមើលសិនទៅនេះឯងពិតជាខ្ជិះខ្ជាយពេកហើយដឹងទេក្រោយពីបានជួបនាងហើយខ្ញុំអាចដឹងបានថានាងមិនមែនជាមនុស្សអាក្រក់ចេះលួចរបស់គេដូចជាឯងចោទប្រកាន់នាងនោះទេព្រោះតាមចរិតស្លូតបូតនិងទៀងត្រង់របស់នាងគ្មានថ្ងៃធ្វើរឿងថោកទាបអញ្ចឹងទេអញ្ចឹងហើយទើបអ្នកភូមិម្នាក់សរសើរនាងមិនដាច់ពីមាត់ថានាងជាទេពធីតាចិត្តធម៌មានតែនាងម៉ារីណានិងរ៉ូសាទេដែលស្អប់នាងឬក៏អាចនិយាយបានថាពួកគេប្រើល្បិចមូលបង្កាច់នីកាក៏ថាបានដែរតើឯងយល់ទេប៉ុន្តែពេលនោះអ្នកទាំងអស់គ្នាបានឃើញថានាងជាអ្នកលួចខ្សែដៃរបស់ខ្ញុំពិតមែនណាពួកយើងក៏បានឃើញថាខ្សែដៃនោះពិតជានៅក្នុងកាបូបរបស់នាងពិតមែនដែរឯងនេះពិតជាល្ងឹតល្ងងពេកហើយខ្ញុំនឹងបង្ហាញអ្វីមួយឲ្យឯងបានភ្លឺភ្នែកនេះជាវីដេអូដែលខ្ញុំជួលឲ្យអ្នកស៊ើបអង្កេតតាមដានពួកនាងមើលទៅក្រោយពេលដែលឯងបានបណ្ដេញនីកាចេញពីការងាររួចមកម៉ារីណានិងរ៉ូសានាំគ្នាសើចសប្បាយថែមទាំងនិយាយថាឯងពិតជាល្ងងខ្លាំងណាស់គ្រាន់តែពួកគេរៀបចំល្បិចបន្តិចបន្តួចសោះក៏អាចបោកចិត្តឯងបានដែរពេលនេះពួកគេបានសម្រេចបំណងដែលចង់កម្ចាត់នីកាបានហើយក្រោយពេលភិរុនបានមើលវីដេអូរបស់ម៉ារីណានិងរ៉ូសារួចមកភិរុនក៏បានដឹងពីការពិនគេមានអារម្មណ៍ថាខ្មាស់ខ្លួនឯងណាស់ដែលល្ងងជឿពាក្យសម្ដីអ្នកដទៃដោយមិនបានពិចារណានិងពិនិត្យរកភស្តុតាងជាក់ស្ដែងជាមុនហេតុអីបានជាខ្ញុំល្ងងយ៉ាងនេះខ្ញុំបានធ្វើខុសចំពោះនាងហើយនីកាអរគុណហើយសម្លាញ់ដែលឯងបានស្វែងរកភាពយុត្តិធម៌ឲ្យនីកាមកវិញខ្ញុំវិសនឹងត្រូវបាត់បង់មនុស្សស្មោះត្រង់រហូតទៅហើយមិនបានទេខ្ញុំត្រូវបញ្ញាប់ទៅសុំទោសនីកាដោយផ្ទាល់សិនទើបបានដោយបានដឹងដំណឹងថាភិរុនបានមកដល់ភូមិរបស់នីការួចមកម៉ារីណានិងរ៉ូសាក៏បានធ្វើដំណើររកភិរុនដល់ក្នុងភូមិផងដែរលុះពេលមកដល់ក៏ស្រាប់តែបានជួបនីកាតែម្ដងអ្នកទាំងពីរក៏ឆ្លៀតឌឺដងនីកាមិនសំចៃមាត់ឡើយអូមើលចាស់មីស្រីចាស់លួចខ្សែដៃម្លាក់ខ្លួននៅទីនេះសោះ
មិនគិតស្មានថាលាកខ្លួននៅទីនេះហើយគ្មានអ្នកណាគេដឹងថានាងជាចៅមែនទេសណ្ដានជាចៅតួនៅទីណាក៏នឹងមានដៃមានជើងដដែលហ្នឹងណែយើងប្រាប់នាងឲ្យហើយណាទោះបីជាខំកិច្ចទៅដល់ទីណាក៏ដោយចាស់ក៏កុំសង្ឃឹមថាបព្វរុនអត់ទោសឲ្យនាងឲ្យសោះណា